សូមជម្រាបសួរថ្ងៃនេះខ្ញុំមានមេរៀនមួយទាក់ទងទៅនឹងសិល្បៈនៃការនិយាយស្ដីក្នុងកន្លែងការងារដើម្បីឲ្យមានគេគោរពនិងស្រឡាញ់គ្រប់គ្នាតើសិល្បៈនៃការនិយាយស្ដីទាំងនោះមានអ្វីខ្លះតោះយើងនឹងតាមដានទាំងអស់គ្នានៅក្នុងវីដេអូមួយនេះចំណុចទី1គឺធ្វើជាអ្នកស្ដាប់ដ៏ល្អមុននឹងធ្វើជាអ្នកនិយាយដ៏ពូកែការប្រស្រ័យទាក់ទងដែលមានប្រសិទ្ធភាពចាប់ផ្ដើមចេញពីការស្ដាប់នៅពេលមិត្តរួមការងារឬមេកំពុងនិយាយចូលបដោតចិត្តស្ដាប់ដោយយកចិត្តទុកដាក់មិនគួរនិយាយកាត់ឬចាំតែតបតឡើយការស្ដាប់ដោយការយោគយល់បង្ហាញពីការគោរពនិងជួយឲ្យយើងយល់ពីឫសគល់នៃបញ្ហាមុននឹងបញ្ចេញមតិចំណុចទី2ប្រើពាក្យស្លោកសរសើរជាសាធារណៈរិះគន់ជាឯកជនប្រសិនបើចង់កោតសរសើរមិត្តរួមការងារឬកូនចៅចូលធ្វើវានៅចំពោះមុខមនុស្សជាច្រើនដូចជានៅក្នុងក្រុមឬក្នុងម៉ោងប្រជុំដើម្បីលើកទឹកចិត្តពួកគេប៉ុន្តែបើត្រូវផ្ដល់មតិកែលម្អឬនិយាយពីចំណុចខ្វះខាតត្រូវណាត់ជួបនិយាយគ្នាមួយទល់នឹងមួយជាលក្ខណៈឯកជនដើម្បីរក្សាកិត្តិយសនិងទឹកចិត្តរបស់ពួកគេទី3និយាយដោយរក្សាភាពវិជ្ជមាននិងការស្ថាបនាជៀសវាងការប្រើពាក្យសម្ដីបែបបន្ទប់បង្អាប់ឬរិះគន់ជាន់ពុតលិចដូចជាធ្វើអញ្ចឹងខុសហើយឬគំនិតនេះមិនកើតការទេរបៀបនិយាយជំនួសវិញគំនិតរបស់ប្អូនល្អតាស់ប៉ុន្តែបើយើងបន្ថែមចំណុចនេះបន្តិចឬបដូរមកធ្វើបែបនេះវិញបងគិតថាវានឹងកាន់តែល្អជាងនេះតើប្អូនយល់យ៉ាងណាដែរការនិយាយបែបនេះមិនធ្វើឲ្យគេអន់ចិត្តហើយគេងាយនឹងទទួលយកគំនិតយើងទៀតផងចំណុចទី4និយាយឲ្យចំគោលដៅច្បាស់លាស់និងមានទំនុកចិត្តក្នុងកន្លែងការងារគ្រប់គ្នាមានពេលវេលាមានតម្លៃប៉ុណ្ណាពេលនិយាយឬពន្យល់ការងារមិនត្រូវនិយាយបត់បែនឬរៀបរាប់វិញឆ្ងាយឥតប្រយោជន៍ឡើយចូលនិយាយឲ្យចំចំណុចស្នូលបញ្ជាក់ពីគោលបំណងច្បាស់និងប្រើសម្លេងម៉ឺងម៉ាត់ល្មមស្ដាប់ព្រមទាំងរក្សាខ្សែភ្នែកដើម្បីបង្ហាញពីទំនុកចិត្តចំណុចទី5ត្រូវចេះនិយាយពីអរគុណនិងសំទោសដោយចេញពីចិត្តពាក្យពីរម៉ាត់នេះគឺជាសម្ដីដ៏មានឥទ្ធិពលក្នុងកន្លែងការងារទោះបីជាការងារតូចតាចដែលគេជួយយើងក៏ត្រូវពោលពីអរគុណដើម្បីឲ្យគេដឹងថាយើងឲ្យតម្លៃហើយប្រសិនបើយើងធ្វើការខុសឆ្គងត្រូវចេះពោលពាក្យសំទោសដោយភាពស្មោះត្រង់និងមិនរកលេសដោសាចំណេះដឹងនិងសមត្ថភាពជួយឲ្យអ្នកទទួលបានការងារធ្វើប៉ុន្តែសម្ដីនិងការនិយាយស្ដីនឹងកំណត់ថាតើអ្នកអាចដើរបានឆ្ងាយនិងមានគេស្រឡាញ់គ្រប់គ្រងក្នុងកន្លែងការងារកម្រិតណាខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំ